ក្មេងៗស្មានលើគឺគាត់ប្រកែខ្លាំងនិយាយទៅយូរធំតែ10ជាង20ស្ដើងអីគាត់ចាប់ផ្ដើមចាប់ achieve ជាលក្ខណៈ content creator អ្នកខ្លះគាត់ទទួលបានជាមួយនឹងការប្រមូលផលិតផលអីមួយចំនួនទៀតចឹងហើយឃើញមួយរយៈក្រោយនេះឃើញinfluencer ល្បីធំណាគាត់ចាប់ផ្ដើមដាស់តឿនស្មារតីថាបងប្អូនដែលគាត់កំពុងតែផលិតជាមាតិកាហ្នឹងគឺអូនកំពុងតែធ្វើការហៅប្រាក់ចំណូលជូនខ្លួនឯងហ្នឹងគឺល្អខ្លាំងហើយប៉ុន្តែកុំភ្លេចការរៀនសូត្រណាអូនចានិយាយទៅខ្ញុំគ្រាន់តែឃើញហើយគឺខ្ញុំឯកភាព strongly agree ខ្លាំងតែម្ដងពីព្រោះថាធម្មតានៅពេលដែលយើងបែងចែកត្រូវធ្វើការផងត្រូវរៀនផងអាចថាពេលខ្លះយើងបាត់បង់ជាមួយនឹងការបដោតទៅណាចាកុំឲ្យបាត់បង់ការបដោតសម្រាប់ការរៀនខ្លាំងពេកចឹងណាអូនត្រូវតែចាប់យកជាមួយនឹងជំនាញមួយទុកក្នុងខ្លួនដូចជាបងដែលគាត់បានលើកតាមបណ្ដាញសង្គមគាត់បាននិយាយចឹងគាត់ថាពួកអីយើងអាចមើលដឹងឯនៅពេលដែលថ្ងៃក្រោយទៅអ្នកជំនាន់ក្រោយពួកគាត់ទៀតក្មេងៗជំនាន់ក្រោយមកគាត់កាន់តែរីកចម្រើនគាត់មកក្រោយអាចថាចំណាស់បកាយជាងយើងអញ្ចឹងបើសិនជាយើងអត់មានចំណេះជំនាញអីនៅក្នុងខ្លួនសោះក្រៅពីការថតវីដេអូផលិត content អីហ្នឹងតែយើងនៅមានអាជីពជាអីទៀតអញ្ចឹងអ្វីដែលសំខាន់សម្រាប់យើងហ្មងគឺយើងត្រូវតែមានចំណេះជំនាញ skill នៅក្នុងខ្លួនឲ្យច្បាស់លាស់ណាមួយហើយសម្រាប់ content creator ការផលិតមាតិកាឲ្យផ្សេងយើងបូកផ្សំជាប្រភពចំណូលក៏ដូចជាលក្ខណៈថាជាការងារបន្ថែមរបស់យើងអញ្ចឹងណាអញ្ចឹងវាហត់តែល្អទៀតអូនកុំភ្លេចណាហ៊ានផងផលិតមាតិកាផងបែងចែកពេលវេលាណាអូនស៊ូនិយាយទៅសុំទៅសារមែនតើនិយាយទៅក្មេងៗស្មានឡើយគឺឆ្លាតហើយហ៊ានបានលឿនចេះរលួយតាំងពីក្មេងហ្មងណា